សំលេងផ្គរបន្ទោពេញមេឃក្រលេះជុំវិញខ្លួនយល់តែភាពងងឹតព្រាលនៃគល់ដើមត្រែងនិងដើមគោធំទន្ទឹមនឹងភ្លៀងក៏បង្អុរមកស្រិចសឹងតែមិនដាច់គ្រាំជាប់តាំងពីក្បាលល្ងាចមកម្លេះខណៈដៃកំពុងទទួលស្លឹកចេកមកខាងទៀតកាន់ពិលឈូលវាសឆ្វេងស្ដាំបញ្ចេញពន្លឺព្រិលងងឹតមិនសូវជាច្បាស់ទេគ្រាន់តែអាចបំភ្លឺបានខ្លះជិះវៀងការជន់ពីលើសត្វពស់ឬសត្វប្រឡាត់អីនឹងសំឡឹងមើលដើមគោក៏ឃើញតែមេឃបង្គាបយល់យកទៅវិញទៅមកតាមកម្លាំងភ្លៀងខ្យល់បន្សល់ស្នូពប្រាស់ទង្គិចគ្នាឬសូរប្រាវធ្វើឲ្យខ្ញុំស្ទើរតែលុះប្រលឹងម្ដងនៅកណ្ដាលផ្លូវយប់ស្ងាត់អីចឹងផងបើមិនពោះចឹកទេក៏ត្រូវខ្មោចលងដែរខ្ញុំបន្តលើកជើងដើរពីលើផ្លូវដែលខាំជាប់ស្អិតនឹងស្បែកជើងផ្ទាល់ជាន់បន្លឺសូរភឹបតាមកម្លាំងនៃការបោះជំហានម្ដងដៃក្តាប់កាន់ធាងជែកប្រឹងទប់លំនឹងឲ្យជាប់ព្រោះខ្យល់វាបក់ម្ដងធ្វើឲ្យរេចុះរេឡើងបណ្ដាលឲ្យទឹកភ្លៀងហូរចូលតាមកញ្ចៀងកឡើងត្រជាក់ស្រេកែវពិលដែលនៅក្នុងដៃបញ្ចេញពន្លឺតិចព្យាយាមឈូលវាសទៅលើដីដើម្បីរកមើលកន្លែងណាដែលមានស្មៅខ្លះគ្រាន់ជៀសវាងការរអិលដួលតាមផ្លូវរហូតមកដល់មាត់ឈូកផ្ទៃទឹកមានសភាពស្ងប់ស្ងាត់ឃើញតែរលកតូចបក់បោកតាមកម្លាំងភ្លៀងខ្យល់ដែលហៀបនឹងរាំងនៅត្រៃម្ខាងក៏ក្រឡេកឃើញដើមឈើធំដុះជិតគ្នាស្កេកស្កាដែលអ្នកភូមិសម្គាល់ទីនេះថាគឺជាព្រៃកប់ខ្មៅបរិយាកាសនៅទីនេះមើលទៅងងឹតស្លុបមានតែពន្លឺភ្នែកបន្ទោម្ដងម្កាលធ្វើឲ្យខ្ញុំអាចមើលឃើញរាងដីដំបូកភ្នោខ្លះនៅតាមមាត់ច្រាំងដែលខ្ញុំកំពុងដើរកាត់មិនមែនមានត្រឹមតែភក់ទេប៉ុន្តែវាពោពេញទៅដោយការសំណល់អាសោសាកសពមន្ទាដែលងាប់ដោយសារជំងឺត្រូវបានគេយកមកបោះចោលយ៉ាងរីប៉ាយពេញមាត់ទឹកខ្លះដេកផ្ងាជើងឡើងលើខ្លះទៀតហើមប៉ោងរហូតដល់ដាច់រោមចេញពីស្បែកដើរទៅមុខបន្តិចទៀតក៏ប្រទះឃើញសាកសពឆ្កែឆ្មាដែលត្រូវគេច្រកក្នុងបាវឥឡូវនេះមាត់បាវវាដាច់រហែកបង្ហាញឲ្យឃើញសាកស្អប់ដែលស្អុយរលួយដោយសារតែគ្មានការកប់លុបឬដុតបំផ្លាញឲ្យបានត្រឹមត្រូវឡើយសាកសពទាំងនោះខ្លះបានដេកផ្ដុំគ្នាខ្លះត្រូវបានទឹកហូរច្រោះនិងមកគោលើគ្នាត្រៀបត្រាពេញទាំងមាត់ច្រាំងនៅពេលដែលខ្យល់បក់មកម្ដងនាំយកទាំងក្លិនអាសោចស្អុយឡើងងួងដល់ថ្នាក់ត្រូវបង្ខំចិត្តយកដៃអាវមកខ្ទប់នឹងច្រមុះដើម្បីកាត់បន្ថយក្លិនអាសោចទាំងនោះមើលទៅអ្នកភូមិហាក់ដូចជាគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងការបោះចោលបែបអនាធិបតេយ្យនេះឡើយខ្ញុំបន្តបន្ថែមល្បឿនឲ្យលឿនជាងនេះបន្តិចទន្ទឹមនឹងភ្លៀងក៏ចាប់ផ្ដើមដាច់គ្រាប់ស្រឡាបង្ហាញឲ្យឃើញច្បាស់នៅលោកខែមួយចំណិតតូចតែចម្លែកណាស់ដើមឈូកដែលដុះផ្ដុំគ្នានៅម្ដុំដែលងងឹតនោះនៅតែរំកើដូចជាមាននរណាម្នាក់កំពុងតែអង្រួនទោះបីជាភ្លៀងខ្យល់បានស្ងប់ទៅហើយក៏ដោយមួយរំពេចក៏លេចជារូបរាងខ្មៅដែលនៅឈរបន្លែបន្លំជាមួយនឹងដើមឈូកកំពុងតែបំលាស់ទីរេចុះឡើងខណៈដែលជើងចាប់ផ្ដើមបន្ថយល្បឿនមកសល់ត្រឹមឈរថ្មឹងសម្លឹងទៅមើលត្បិតអីឲ្យទៅជួបហេតុការណ៍ភ័យខ្លាចម្ដងណាអាជើងនេះវាចេះតែនៅស្ងៀមមិនហ៊ានសំបីកម្រើកឡើយដូចជាត្រូវបានគេចាក់ចិត្តជាប់នៅក្នុងរឿងចិនបុរាណដែលធ្លាប់បានមើលជាមួយនឹងពុកម៉ែក្នុងទូរទស្សន៍អីចឹង
Bàn mùi sân tú vì có chập đàm nghĩa múc mô mơ khnhôm bông hàn ôi khơiប្រឡងភ្នែកសើចស្ញេងស្ញាញរហូតឡើងចេញថ្មិញសស្ញារួចក៏កកាយដីឡើងជ្រាំងទន្ទឹមនឹងខ្ញុំក៏ភ័យភ្នែកសដូចជាត្រីស្ងោស្រពេលដែលវាឡើងមកផុតជ្រាំងដើរចូលកាន់តែជិតខ្ញុំក្លិនស្អុយអាសោចរលួយក៏បានភីមកជាមួយតិចៗលុះតែវាចូលមកកាន់តែជិតខ្ញុំក៏ឃើញកាន់តែច្បាស់ថានោះគឺជាអាជាតិកូនពូចកអ្នកកាប់គោលក់នៅឯផ្សារចុងភូមិទេតើយីអានេះចេះមកបំភ័យគ្នាទៅកើតអញភ័យសឹងនឹងដាច់ខ្យល់ងាប់ទៅហើយបំភ័យស្អីឯងណាអញមកកាច់ឈូកស៊ីទេតើឮវានិយាយបែបនេះក្នុងចិត្តរបស់ខ្ញុំរៀងនឹកគិតឆ្ងល់បន្តិចដែរយប់អីចឹងមិនសមណាវាមកកាច់ឈូកស៊ីតតែសោះម្យ៉ាងម៉ែឪវាក៏ជាអ្នកមានធូរធារម្នាក់នៅក្នុងភូមិនេះដែរសំតែមិនខ្វះទេនៅម្ហូបអាហារនំចំណីហូហៀភ្លាមដែរអាជាតិវាក៏បន្តទាំងសំឡេងញ័រមកកាន់ខ្ញុំថាទៅបនគេនៅឯត្រើយមកខាងមែនអើថាទៅបនក៏ដូចជាមិនត្រូវដែរព្រោះម៉ែគាត់ឲ្យមកហៅពុកនៅឯរោងបនគេខាងមុខឯណោឃើញគាត់ជួយតាំងពីថ្ងៃមិនទាន់ត្រឡប់មកវិញទេអីចឹងកុំភ្លេចប្រាប់ពុកម៉ែឲ្យគាត់មកយកអញវិញផងថ្ងៃមិញគាត់មកយកម្ដងហើយតែមិនបាននិមន្តព្រះសង្ឃនិងអាចារ្យមកសូត្រមន្តទេឮវានិយាយបែបនេះខ្ញុំរៀងភាំងបន្តិចដែរតែភ្លាមនោះអ៊ំសាក់ក៏បានបររទេះគោចេញពីគុំត្រែងអែបគៀនដើមគោខាងក្រោយរួចបងអង្គបន្តិចព្រមទាំងសួរមកកាន់ខ្ញុំថាអាលឹបហើយមកឈោអីម្ដុំនេះចង់ទៅណាមកណាបរិវេណនេះសុទ្ធតែភ្នោគេហែងដឹងទេបាទដឹងតើអ៊ំតែម៉ែគាត់ឲ្យមកហៅពុកនៅឯរោងបុនគេនៅត្រើយមកខាងឯណោះអើនៅលើដល់ណាទៀតមកឆាប់ឡើងរទេះមកភ្លាមនោះដែរខ្ញុំក៏ងាកបំរុងនឹងទៅហៅអាជាតិឲ្យឡើងរទេះជាមួយដែរតែបែរជាបាត់ស្រមោលវាឈឹងឆ្ងល់ណាស់អាជាតិវាបាត់ទៅណាអីក៏លឿនម្លេះនៅលើរទេះឃើញសុទ្ធតែដើមចេកដែលដាក់តម្រៀបគ្នាប្រមាណជា 4-10 ដើមខ្ញុំស្ទុះឡើងអង្គុយលើងក់ទាំងភ្នែកសំឡឹងទៅមើលមាត់ច្រាំងនិងកំពតព្រៃសំបីតែក្រោមដើមគោក៏មិនបានឃើញដែរមានឃើញអាជាតិទេអ៊ំមិញនឹងកំពុងនិយាយគ្នាជាមួយវាទេតើអ៊ំសាក់ក៏បានឆ្លើយមកវិញថាមានឃើញអាជាតិអាចោចឯណាបើអញឃើញឯងឈោឆ្កាដៃឆ្កាជើងតែម្នាក់ឯងនឹងឮបែបនេះខ្ញុំរៀងឆ្ងល់កាន់តែខ្លាំងតែម្យ៉ាងក៏គិតថាអាជាតិវាប្រឡាក់ភក់ឡើងស្រមោឃើញតែប្រឡងភ្នែកនឹងធ្មេញសំនិងអ៊ំសាក់គាត់មានវ័យចំណាស់ផងទំនងជាមិនបានឃើញវាក៏ថាបានឃើញវាកាន់ឈុកនៅនឹងដៃទៀតបែបជាខ្លាចឯងសុំវាស៊ីដែរហើយតាមមើលបានជាឆ្លៀតឱកាសដាក់មេប្រូយ៉ាងនេះអ៊ំសាក់គាត់បន្តវាយគោឲ្យដើរទៅមុខរួចក៏ងាកមកមានប្រសាសន៍យ៉ាងពីរោះជាមួយនឹងខ្ញុំថាហែងអត់ដឹងទេហេះអាលឹបព្រៃត្រើយខាងនោះកាលពីចំនួនមុនតាំងពីអញនៅជំទង់ម្លេះសម្បូរណាស់អារឿងខ្មោចខ្មាំងលងនឹងអីចឹងហើយកុំចេះតែដើរផ្ដេសផ្ដាស់នៅម្ដុំនេះទៀតម្យ៉ាងទៀតហែងពិតជាអត់ដឹងមែនទេអ្នកភូមិនៅទីនេះអ្នកណាក៏គេល្បីដែរថាឃើញពស់ថ្លាន់ធំពុនគល់ដូងលូនចេញពីព្រៃកប់ខ្មោចមកសំងំរមូលប៉ុនពះនៅក្នុងបឹងឈុកនឹងឮគេថាភ្នែកវាក្រហមថ្លែទំនងតែជាពស់អ្នកតាកាន់ប្រយ័ត្នវាលេបចូលពស់បាត់ឯង
ឃើញទេស្រែម្ដុំនេះគ្មានអ្នកណាគេហ៊ានធ្វើឡើយព្រោះគេធ្លាប់ឃើញវិវាកាត់ឡើងរៀបស្មៅកញ្ច្រែងអស់ឮអ៊ំសាក់គាត់មានប្រសាសន៍បែបនេះខ្ញុំក៏បានកាត់សម្ដីគាត់ភ្លាមអាពស់ថ្លាន់នឹងវាម្យ៉ាងហើយចោះអាខ្មោចលងនឹងវាយ៉ាងម៉េចទៅអ៊ំឮតែពុកម៉ែគាត់និយាយឲ្យស្ដាប់មិនដែលឃើញផ្ទាល់ភ្នែកទេខណៈនេះដែរអ៊ំសាក់ក៏បានដកបារីថ្នាំខ្លាំងដែលមូនិងស្លឹកសង្កែសៀតនៅនឹងត្រចៀកយកមកដុតបង្ហើដោយដេចកេះគោដែលសៀតនៅនឹងចង្កេះសម្បកធ្វើពីសង្កសីឬដេរ៉ាតុនស្នូខាងក្នុងដាក់សម្លៃគោបញ្ឆេះដោយប្រេងកាតហើយឡើងផ្អោងតាមកម្លាំងខ្យល់ដែលត្រជាក់បក់ផាត់បញ្ច្រាស់មកក្រោយធ្វើឲ្យខ្ញុំស្ទើរតែឆ្លក់ម្ដងអ៊ំសាក់គាត់ក៏បន្តនិទានរឿងមួយឲ្យខ្ញុំស្ដាប់ថាសម័យថ្ងៃមួយមានបងប្អូន2នាក់ជាបងប្អូនបង្កើតនឹងគ្នាអ្នកជាបងកាន់ខ្សែគោជាប់នៅនឹងដៃបញ្ជាគោទាំងពីរក្បាលឲ្យបោះចំហៀនទៅមុខទាំងនឿយហត់ខណៈអ្នកដែលជាប្អូនកំពុងអង្គុយផ្អែកខ្នងនឹងបាច់កន្ទេលភ្នែកសសម្លឹងទៅលើមេឈើដែលកំពុងតែបក់រវិចនៅតាមដងផ្លូវពួកគេបានធ្វើដំណើរកាត់ភូមិស្រុកជាច្រើនមកហើយដើម្បីជួញដូរអង្កាំចម្រុះពណ៌និងសម្ភារៈប្រើប្រាស់ផ្សេងដូចជាឆ្នាំងដីកន្ទេលកញ្ជើនិងល្អីដែលព្យួររយិញរយោងតាមដំបូលរទេះខណៈដែលរទេះបោះមកដល់ក្បែរផ្ទះទៀមឈើតូចមួយដែលជញ្ជាំងធ្វើអំពីឫស្សីបិទបាំងបងប្អូនទាំងពីរនាក់បានទាញខ្សែគោបង្អង់លបឿននៅទីនោះមានដើមថ្កូវមួយដើមធំអែបក្បែរគៀនផ្ទះកំពុងតែផ្ដល់ម្លប់យ៉ាងត្រឈឹងត្រឈៃនៅក្រោមមានគ្រែឫស្សីមួយដែលអ្នកភូមិប្រុសស្រីកំពុងតែជុំគ្នាផឹកស៊ីឡើងរញៀវសំឡេងសាយខាក្អាយនិងការជជែកគ្នាអ៊ូអរបានធ្វើឲ្យបរិយាកាសយប់ជ្រៅកាន់តែមានភាពរស់រវើករំពេចនោះអ្នកភូមិទាំងអស់ក៏បានក្រឡេកមកមើលរទេះអ្នកដំណើរទាំងពីរព្រមគ្នាទឹកមុខរបស់ពួកគេម្នាក់ពោពេញទៅដោយភាពរួសរាយរាក់ទាក់ពួកគេញញឹមស្ញែងស្ញាញរហូតដល់ចេញធ្មេញសស្គូហាក់បីដូចជាបានស្គាល់គ្នាតាំងពីអង្កលអ្នកខ្លះក៏បានបោយដៃហៅលោកបងទៅណាមកណានឹងទឹមគោទឹមរទេះឈប់សម្រាកសិនមកទន្ទឹមនឹងគោទាំងពីរក្បាលក៏ចេះតែកញ្ជ្រោលចង់តែបោលត្រឡប់ទៅក្រោយស្លឹកត្រចៀកក៏បះច្រងាងត្រង់ទៅលើមិនដឹងថាវាកើតអីថ្ងៃហ្នឹងដោយឃើញការស្វាគមន៍យ៉ាងកក់ក្ដៅបុរសទាំងពីរនាក់ក៏បានសម្រេចចិត្តឈប់រទេះភ្លាមនោះអ្នកភូមិក៏បានដើរមកចំរោមជុំវិញម្នាក់ចាប់កាន់រើសមើលអង្កាំចម្រុះពណ៌ដោយសេចក្តីត្រេកអរអ្នកខ្លះសាកល្បងលាតកន្ទេលកក់មើលសាច់រលាស់អ្នកខ្លះគោះឆ្នាំងដីស្ដាប់សំឡេងអង្កាំនេះស្អាតណាស់លោកបងឲ្យខ្ញុំមួយខ្សែមកកញ្ជើនេះក៏ក្រងបានស្អាតណាស់ដែរឲ្យខ្ញុំពីរមកការលក់ដូរក៏បានប្រព្រឹត្តទៅយ៉ាងរហ័សអ្នកភូមិម្នាក់ហាក់ដូចជាមិនសូវរើសអើងទៅនឹងតម្លៃឡើយពួកគេដកយកប្រាក់មកទិញម្នាក់បន្តិចរហូតដល់អីវ៉ាន់ដែលធ្លាប់តែមានពេញរទេះចាប់ផ្ដើមស្បើយទៅបងប្អូនទាំងពីរនាក់សប្បាយចិត្តខ្លាំងណាស់រកអ្វីប្រៀបផ្ទឹមមិនបានដៃរវល់តែច្រកប្រាក់ដាក់ចូលទៅក្នុងថង់យាមរហូតដល់ប៉ោងឡើងរឹងកំព្រឹសពួកគេនឹកក្នុងចិត្តថាធ្វើដំណើរឆ្លង 4-5 ស្រុកមកហើយលក់មិនដាច់សោះតែបែរជាមកអស់រលេងត្រឹមតែមួយយប់នៅភូមិដាច់ស្រយាលនេះទៅវិញបន្ទាប់ពីអីវ៉ាន់ចិត្តអស់ពីដំបូលរទេះបងប្អូនទាំងពីរនាក់
ក៏បានរៀបនឹងបន្តដំណើរទៅមុខទៀតព្រោះចង់រកវត្តអារាមណាមួយដើម្បីសំណាក់នៅមួយយប់ស្រាប់តែមានបរិសចំណាស់ម្នាក់អាយុប្រមាណ50ឆ្នាំប្លាយដើរមកក្បែរដោយទឹកមុខស្រស់បោះគាត់ស្លៀកសម្លៀកបំពាក់តាមបែបអ្នកស្រុកស្រែចំការបុរាណសម្ដីសម្ដៅទន់ភ្លន់លួងលោមលបួងបងប្អូនទាំងពីរអ្នកថាក្មួយទាំងពីរកុំតន់អាលទៅអីយប់ជ្រៅណាស់ហើយផ្លូវខាងមុខស្ងាត់ជ្រងំមិនដឹងថាមានវត្តឬផ្ទះឲ្យសំណាក់នៅទេមកសម្រាប់នៅផ្ទះពូសិនទៅចាំព្រឹកឡើងសឹមធ្វើដំណើរទៅមុខទៀតក៏ពុំទាស់ខុសដែរបងប្អូនទាំងពីរនាក់ក៏បានមើលមុខគ្នារួចក៏បានងក់ក្បាលយល់ព្រមការរុះរាយរាក់ទាក់ហួសការរំពឹងទុកនិងទឹកមុខដ៏មានសន្តានចិត្តរបស់អ្នកភូមិបានធ្វើឲ្យពួកគេលែងមានមន្ទិលសង្ស័យទាំងអស់គិតថាវាជាសំណាងធំហើយដែលបានលក់ដាច់ហើយបានទាំងកន្លែងស្នាក់នៅថែមទៀតអ្នកភូមិទាំងអស់ក៏បានបបួលឲ្យបរិសពីរអ្នកបងប្អូនចូលរួមវង់ផឹកស៊ីជាមួយអ្នកទាំងពីរក៏បានហៀបនឹងបដិសេធក៏ស្រាប់តែក្រសែភ្នែកបានប្រទះឃើញនារីក្មេងស្រស់ស្អាតម្នាក់វ័យប្រមាណ17ទៅ18ឆ្នាំកំពុងតែអង្គុយបត់ជើងយ៉ាងរំទុំនាងមានរូបឆោមឡងពណ៌ល្អគុណសក់ខ្មៅរលោងរួញអង្គាសដីពប្រាស់នឹងស្មាពណ៌ទាំងសងខាងក៏មានស្នាមខួចយ៉ាងសំសួនម្រាមដៃដ៏ស្រលូនវែងដូចជាបន្លាក្រូចកំពុងតែចាប់បង្វិលប្រែឈើដល់ត្រីអណ្ដែងអាំងចុះឡើងនាងងើបមុខឡើងញញឹមស្រស់រួចពោលសម្ដីអញ្ជើញថាលោកបងទាំងពីរកុំតន់អាប្រញាប់អីអញ្ជើញមកពិសាបាយល្ងាចជាមួយគ្នាសិនណាចាំត្រីអណ្ដែងនេះអាំងឆ្អិនយើងនឹងពិសាជុំគ្នាតែម្ដងភ្នែកបងប្អូនទាំងពីរនាក់ក៏បានសម្លឹងទៅមើលត្រីអណ្ដែងដែលកំពុងតែអាំងនៅលើភ្នក់ភ្លើងខ្លាញ់ត្រីក្តៅបានស្រក់តក់ទៅលើរងើកភ្លើងបង្កើតបានជាផ្សែងហុយតិចរំលេចជាក្លិនឈ្ងុយឈ្ងប់ភាយមកប៉ះនឹងច្រមុះសំនឹងក្បែរនោះមានចានទឹកត្រីសាប់ស្វាយខ្ចីដែលមានដោយម្ទេសក្រហមខៀវនិងខ្ទឹមក្រហមញិតជាចំណិតតូចមើលទៅពិតជាគួរឲ្យចង់បរិភោគខ្លាំងណាស់ដោយសារតែនឿយហត់និងពុំទាន់បានទទួលទានបាយល្ងាចផងនោះពួកគេទាំងពីរក៏បានសម្រេចចិត្តបដូរចិត្តរួចចូលទៅអង្គុយរួមវង់តែម្ដងនារីរូបស្រស់ម្នាក់នោះក៏បានលើកត្រីអាំងដែលឆ្អិនក្តៅរួមជាមួយទឹកត្រីស្វាយនិងបាយ2ចានមកដាក់ជូនបងប្អូនទាំងពីរនាក់អំឡុងពេលដែលកំពុងពិសានាងបាននិយាយលេបខាយសាសងដោយសម្ដីផ្អែមល្ហែមធ្វើឲ្យបរិសទាំងពីរនាក់ភ្លេចអស់ភាពនឿយហត់ទន្ទឹមនឹងនោះពួកអ៊ំប្រុសដែលកំពុងអង្គុយផឹកស៊ីនៅទីនោះបានលើកកែវស្រាហុចឲ្យពួកគេជាបន្តបន្ទាប់តោះក្មួយផឹកមួយកែវនេះសិនដើម្បីទុកជាការរាប់អានសំឡេងអញ្ជើញអមដោយជាមួយស្នាមញញឹមមិនដាច់ធ្វើឲ្យបងប្អូនទាំងពីរនាក់មិនអាចទប់ចិត្តបានឡើយក៏ពួយស្រានោះមួយអស់ដៃតែម្ដងមិនយូរប៉ុន្មានឥទ្ធិពលស្រានិងការនឿយហត់ក៏បានធ្វើឲ្យភ្នែករបស់ពួកគាត់ចាប់ផ្ដើមធ្ងន់ស្លុងរហូតដេកលក់ត្រៀបត្រានៅលើគ្រែឫស្សីនោះយ៉ាងស្កប់ស្កល់លុះព្រឹកប្រហៀមចំណោត្រជាក់នៃសន្សើមពេលព្រឹកក៏បានបក់ផាត់មកប៉ះរាងកាយបរោះជាបងក៏ចាប់ផ្ដើមបើកភ្នែកទាំងងងុយប៉ុន្តែអ្វីដែលគាត់បានឃើញមិនមែនជាគ្រែឬជាផ្ទះទៀតឡើយគឺគាត់កំពុងតែដេកគោងនៅលើជង្គមេឃឫស្សីដ៏ខ្ពស់មួយដែលយល់យកទៅវិញទៅមកតាមកម្លាំងខ្យល់ជំនោរប្អូនប្រុសដែលដេកក្បែរនោះក៏បានភ្ញាក់ឡើងទាំងភិតភ័យពួកគេអោនទៅមើលក្រោមក៏ស្រាប់តែឃើញដីដំបូកនឹងភ្នោខ្មោចចាស់ដែលដុះស្មៅចិត្ត
ស្ងាត់ជ្រងំគ្មានមនុស្សណាម្នាក់ឡើយខណៈដែលកំពុងតែស្លន់ស្លោក៏ស្រាប់តែមានអ្នកភូមិ2 3នាក់បានដើរកាត់តំបន់នោះឆ្ពោះទៅធ្វើស្រែការដែលបានឃើញមនុស្សទាំង2នាក់នៅលើចុងឫស្សីភ្នោខ្មោចពួកអ្នកភូមិរៀងរអានិងខ្លាចរឯងដែរព្រោះស្មានតែជាខ្មោចលងទាំងកណ្ដាលថ្ងៃត្រង់ប៉ុន្តែក្រោយពីបងប្អូន2នាក់ស្រែកហៅនិងបានរៀបរាប់ឆ្លើយឆ្លងគ្នាស្ដាប់បានទើបអ្នកភូមិដឹងថាច្បាស់ជាមនុស្សពិតប្រាកដអ្នកភូមិក៏បានប្រញាប់ទៅរកឫស្សីវែងមកធ្វើជាបង្អោងនិងជួយសណ្ដោងយកបងប្អូនទាំង2នាក់ចុះមកដល់ដីវិញដោយសុវត្ថិភាពពេលជើងប៉ះនឹងដីភ្លាមបងប្អូនទាំង2នាក់ញ័រមាត់ទទែករៀបរាប់រឿងរ៉ាវកាលពីយប់មិញឲ្យអ្នកភូមិស្ដាប់ទាំងភ្នែកនៅស្លក់នៅឡើយអ្នកភូមិដែលបានឈរស្ដាប់ក៏បាននាំគ្នាព្រឺសម្បុរនិងខ្លាចរអាខ្លាំងឡើងព្រោះដឹងថាទីនេះគឺជាកន្លែងដែលធ្លាប់តែមានហេតុភេទចម្លែកកើតឡើងជាញឹកញយបន្ទាប់ពីនោះមកទៀតអ្នកភូមិក៏បានជួយគ្នាស្រោះដៃស្រោះជើងប្រមូលយកអីវ៉ាន់មានកន្ទេលល្អីនិងឆ្នាំងដីដែលត្រូវបានគេយកទៅភ្ជួរឡើងរមែងរណោងគោពេញទាំងដើមឫស្សីនិងដាក់ត្រៀបត្រានៅលើភ្នោខ្មោចពាសវាលពាសកាលដែលកាន់តែគួរឲ្យខ្លាចទៅទៀតនោះថងយាមដាក់ប្រាក់កាលពីយប់មិញដែលពួកគេឃើញច្បាស់ថាមានប្រាក់ពេញថងប៉ុន្តែពេលនេះពេលដកមកមើលនៅចំពោះមុខអ្នកភូមិក៏ស្រាប់តែឃើញសុទ្ធតែជាកំទេចកំទីនៃស្លឹកឈើក្រៀមទៅវិញបងប្អូនទាំង2នាក់បានត្រឹមតែសម្លឹងមើលមុខគ្នាទាំងស្លេកងាងពោលពីអរគុណទៅកាន់អ្នកភូមិរួចហើយក៏ប្រញាប់ទឹមកោរតេះបោះបន្តសម្ដៅទៅមុខទៀតបន្ទាប់ពីអ៊ំសាក់គាត់បាននិទានចប់ហើយខ្ញុំដែលកំពុងអង្គុយផ្អែកខ្នងស្ដាប់រឿងគាត់ឡើងភ្លេចខ្លួនចំហមាត់ថ្លុងរហូតដល់រុយហើរចូលក៏សឹងតែមិនដឹងភ្លាមនោះដែរខ្ញុំក៏ប្រញាប់សួរគាត់ដោយក្តីចង់ដឹងចង់ឮទៀតថាមានតែប៉ុណ្្នឹងទេហីអ៊ំសាក់ដែលបានឮដូច្នោះហើយគាត់ក៏បានសើចតិចភ្នែកគាត់សម្លឹងទៅមុខត្រង់ហើយក៏ចាប់ផ្ដើមបង្ហើរសំនៀងនិទានរឿងមួយទៀតឲ្យខ្ញុំស្ដាប់ទាំងសំឡេងក្រអួនថាកាលពីព្រេងនាយមានបរិសចំណាក់ម្នាក់ឈ្មោះថាតាតេនគាត់ជាមនុស្សស្រវឹងខួមដើរទៅណាមកណាក៏មានតែក្លិនស្រារោលជាប់ខ្លួនភ្នែកគាត់ក្រហមព្រឿងដៃកាន់ដបជាប់ជានិច្ចប៉ុន្តែតាតេននេះគាត់ជាមនុស្សស្លូតបូតណាគាត់រស់នៅតែម្នាក់ឯងក្នុងខ្ទមជរាដែលប្រក់ស្លឹកត្នោតរហែងបងប្អូនកូនចៅក៏ត្រូវបានគេសម្លាប់ក្នុងសម័យប៉ុលពតអស់គ្មានសល់រាល់ព្រឹកគេឃើញតែគាត់កាន់កាំបិតផ្គាក់ជួយកាប់ឆ្ការព្រៃជុំវិញផ្ទះអ្នកភូមិឬជួយដងទឹកដាក់ពាងឲ្យគេអ្នកភូមិគេអាណិតគេក៏ចេះតែហុចនេះហុចនោះឲ្យគាត់បន្តិចបន្តួចឬក៏ជូនជាប្រាក់កាក់គ្រាន់ឲ្យគាត់បានទិញស្រាហូបរហូតដល់ថ្ងៃមួយអាការៈជំងឺទាយទឹកក៏បានវាយលុកលើរាងកាយដ៏ស្គមស្គាំងរបស់គាត់ពោះគាត់ចាប់ផ្ដើមហើមធំទៅឡើងប៉ោងរលោងដូចជាកញ្ជើដែលផ្ទុយពីដៃជើងដែលស្គមនៅសល់តែស្បែកដណ្ដប់ឆ្អឹងគាត់ដេកស្ដុកស្ដឹងនៅលើកម្រាលរហែងភ្នែកសម្លឹងមើលដំបូលខ្ទមទាំងដង្ហើមញាប់ដង្ហក់គ្មានសូម្បីតែកូនចៅចាំហុចទឹកឲ្យមួយផ្តិលលុះដល់ថ្ងៃមួយមីងយិនដែលតែងតែជួយហុចបាយទឹកឲ្យគាត់ក៏បានដើរកាត់ពីមុខផ្ទះឃើញសភាពស្ងាត់ជ្រងំខុសពីធម្មតាគាត់ក៏បានស្រែកហៅតែគ្មានសម្រេចឆ្លើយតបសូម្បីតែសំឡេងក្អកដែលគាត់ធ្លាប់តែឮរាល់ដងក៏បាត់ស្ងាត់ឈឹងដែរមីងយិនក៏បានរត់ទៅប្រាប់ពូជ័យឲ្យមកជួយមើលពេលជៀនជើងចូលទៅដល់ក្នុងខ្ទមស្រាប់
តែបានឃើញតាតេនគាត់ដេកស្លាប់តាំងពីពេលណាក៏មិនដឹងដំណឹងនេះក៏បានឮទៅដល់អ្នកភូមិគ្រប់គ្នាអ្នកភូមិដែលធ្លាប់មានការស្រឡាញ់រាប់អាននិងអាណិតអាសូរក៏បានជួយគ្នាសែងយកសាកសពគាត់ទៅកប់បូជានៅក្នុងព្រៃកប់ខ្មោចនេះនៅពេលដែលសាកសពបានសែងមកដល់ព្រះអាទិត្យក៏ចាប់ផ្ដើមជ្រេលលេចបង្កើតបានជាស្រមោលវែងៗអន្លាយដ៏គួរឲ្យខ្លាចឆ្កែក្នុងភូមិក៏ចាប់ផ្ដើមលូល្វើយតាំងពីក្នុងភូមិរហូតមកដល់មាត់ព្រៃលោកតាអាចារ្យបានបង្គាប់ឲ្យគេរៀបចំអស់ជាគំនរខ្ពស់រួចដាក់សាកសពតាតេននៅពីលើភ្លើងក៏ចាប់ផ្ដើមឆេះសន្ធោសន្ធៅផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាសប៉ុន្តែដោយសារតែសាកសពរបស់គាត់មានជំងឺទាកទឹកពោះធំខ្លាំងពេកទើបភ្លើងមិនងាយនឹងឆេះរលាយឡើយលោកតាអាចារ្យកាន់ឈើវែងមួយកាយចុះឡើងប្រែសពទាំងហូរញើសសស្រាក់ដាប់ខ្នងខណៈដែលមនុស្សម្នាកំពុងតែរវល់ស្ដាប់ធម៌និងមិនបានចាប់អារម្មណ៍នោះកម្ដៅភ្លើងក៏បានធ្វើឲ្យសរសៃសរសោងញាក់កន្ត្រាក់យ៉ាងខ្លាំងរាងកាយខ្លោចខ្មៅរោលក៏បានកន្ត្រាក់សរសៃស្ទុះលោតចេញពីគំនរអុសដែលកំពុងតែឆេះសន្ធោសន្ធៅចូលទៅក្នុងកំពតព្រៃក្បែរនោះបាត់ទៅដោយសារតែផ្សែងហុយខ្លាំងពេកនិងភាពងងឹតចាប់ផ្ដើមគ្របដណ្ដប់ផងនោះអ្នកភូមិស្មានតែសាកសពឆេះអស់ទៅហើយក៏បាននាំគ្នាត្រឡប់ទៅវិញលុះព្រឹកព្រលឹមស្រាងអ្នកភូមិក៏បាននាំគ្នាមកប្រមូលធានគេឃើញតែផេះផង់និងកំទេចកំទីតិចតួចក៏នាំគ្នាច្រកដាក់ចូលទៅក្នុងធានយកទៅដង្កល់ក្នុងផ្ទះចាស់របស់គាត់តាមទំនៀមទម្លាប់ប៉ុន្មានថ្ងៃក្រោយមកក្រុមអាក្មេងៗដែលនៅក្នុងភូមិមានកាន់ជំពាមកៅស៊ូបាញ់សត្វស្លាបនិងបេះផ្លែឈើព្រៃបានដើរចូលមកក្បែរដើមរកាធំមួយដែលមានបន្លាស្រួចស្រាប់តែពួកគេម្នាក់បានឈរស្ងៀមថ្មឹងភ្នែកបើកធំញ័រដៃញ័រជើងព្រោះតែបានឃើញមានសាកសពខ្មៅរោលស្បែកឡើងក្រៀមជាប់ឆ្អឹងកំពុងតែស្ថិតក្នុងសភាពអង្គុយអោបជាប់នឹងមេឃរកានោះយ៉ាងណែនក្មេងៗទាំងនោះស្រែកផ្អើលឆោឡោរត់ជន់ជើងគ្នាចូលទៅក្នុងភូមិទាំងផិតភ័យព្រមទាំងស្រែកថាខ្មោចលងខ្មោចតាតេនលងលុះដល់តែអ្នកភូមិមកមើលក៏ឃើញថាជាសាកសពតាតេនមែនតើអ្នកភូមិម្នាក់ក៏នាំគ្នាហួសចិត្តអាណិតអាសូរគាត់ជាប៉ុនពេងក៏សម្រេចចិត្តរៀបចំពិធីបូជាលើកទី2ឲ្យបានត្រឹមត្រូវវិញអ៊ំសាក់និយាយចប់ក៏បានងាកមុខមកមើលខ្ញុំដែលកំពុងតែស្ដាប់ឡើងភាំងទន្ទឹមនឹងសំឡេងបនខ្មោចក៏បានបន្លឺឡើងល្វើយពីត្រៃម្ខាងរោតេះគោដែលយើងកំពុងតែជីក៏ចាប់ផ្ដើមឡើងចំណោតស្ពានថ្មដែលកោងបន្តិចខណៈសូរជើងគោក៏បោះចំហៀនឬសូរកប់នៅលើផ្លូវថ្នល់ខណៈនេះដែរខ្ញុំកំពុងតែអង្គុយពីលើដើមចេកប្រមាណជា 4-10 ដើមដែលដាក់ដំរេតតាមបណ្ដោយរទេះដោយចម្ងល់ខ្ញុំក៏អង្អែលសម្បកវារួចក៏បានសួរទៅកាន់អ៊ំសាក់ថាហើយអាដើមចេកនឹងគេຕົកធ្វើអីអ៊ំសាក់គាត់ងាកមកមើលខ្ញុំដៃម្ខាងកាន់ខ្សែគោជាប់រួចឆ្លើយដោយសំឡេងស្ងួតថាអាដើមចេកនឹងគេຕົកយកទៅកាត់ក្រឡាផ្សំធ្វើជាមេនដុតខ្មោចគ្រាន់តែឮអ៊ំសាក់គាត់និយាយបែបនេះខ្ញុំក៏បានស្ទុះលោតចេញពីដើមចេកនោះដូចគេកន្ត្រាមកអង្គុយពប្រាស់និងកំរារទេះឬសូរតែភឹបសម្លឹងទៅមើលដើមចេកទាំងនោះទាំងភ្នែកស្លោះមិននឹកស្មានថាខ្លួនឯងកំពុងតែអង្គុយលើសម្ភារៈដែលគេដុតខ្មោចអស់រយៈផ្លូវយូរយ៉ាងនេះសោះអ៊ំសាក់គាត់សើចខឹករួចសួរមកកាន់ខ្ញុំទាំងភ្នែករំពៃទៅមើលផ្លូវខាងមុខថាចង់ស្ដាប់រឿងមួយទៀតអត់ទេអាលឹបមុននឹងទៅដល់រោងបនខ្មោចខាងមុខខ្ញុំក៏ប្រញាប់ងក់ក្បាលយ៉ាងរហ័សបាទស្ដាប់តើអ៊ំ
អ៊ំសាក់ក៏ចាប់ផ្ដើមក្រហែមតិចតិចរួចបន្តនិទានរឿងមួយទៀតថារឿងហ្នឹងគឺវាចង្រៃមកពីអ្នកភូមិស្ទឹងលិចហ្នឹងឯងកាលនោះមានស្ត្រីម្នាក់ស្លាប់ដោយសារតែពោះធំស្លាប់ទាំងម្ដាយទាំងកូននៅក្នុងពោះមិនដឹងជាយ៉ាងម៉េចមិនព្រមយកទៅកប់នៅដីភូមិវាបែរជាសុកចិត្តហែឆ្លងស្ទឹងយកមកកប់នៅត្រៃម្ខាងនេះការចំណន់នោះល្បីថាលងសាហាវខ្លាំងណាស់អ្នកភូមិទាំងក្មេងចាស់បើមិនចាំបាច់ទេគ្មាននរណាម្នាក់ហ៊ានដើរកាត់ផ្លូវនេះទាំងយប់ប្រលប់ទេព្រោះតែងតែបានឃើញជួនកាលអង្គុយយល់ជើងនៅលើចុងឫស្សីដែលតោរេទៅរេមកជួនកាលក៏ឈរនៅលើភ្នោទាំងពោះធំកំប៉ោងបកដៃហៅគេឲ្យជួយជូនទៅផ្ទះថ្ងៃមួយមានបរិសុទ្ធចិនកាតាំងម្នាក់ឈ្មោះថាពូស៊ុយគាត់គឺជាអ្នកលក់សាច់ជ្រូកដែលតែងតែដឹកតាមរទេះរុញតូចដែលចងភ្ជាប់ពីក្រោយកង់ខ្មែរនៅវេលាមួយនាពេលទៀបភ្លឺមេឃនៅងងឹតស្លុបអាត់ធ្លាក់ព្រិលបាំងភ្នែកពូស៊ុយបានធាក់កង់ចេញពីភូមិសំដៅទៅលើស្ពានដើម្បីទៅលក់សាច់ជ្រូកនៅឯស្ទឹងលិចផ្លូវចំណន់នោះមិនស្រឡះដូចជាឥឡូវទេគឺមានព្រៃដុះស៊ប់ទ្រពសងខាងផ្លូវស្ងាត់ជ្រងំឮតែសូរសំឡេងសម្រែកនៃច្រវាក់កង់ក្រោៗខណៈដែលគាត់កំពុងតែប្រឹងធាក់កង់បណ្ដើរគួចលេងបណ្ដើរក៏ស្រាប់តែមានអារម្មណ៍ថាកង់របស់គាត់កាន់តែធ្ងន់ទៅដោយការសង្ស័យគាត់ក៏បានងាកក្រោយសម្លឹងទៅមើលរទេះសាច់ជ្រូកបន្តិចនៅក្រោមពន្លឺលោកខែព្រាលពូស៊ុយស្ទើរតែលួសប្រលឹងនៅលើរទេះសាច់ជ្រូករបស់គាត់មានខ្មោចពស់ធំកំពុងអង្គុយពីលើសក់វែងអន្លាយធ្លាក់ពេញទាំងរទេះយកទៅវិញទៅមកតាមកម្លាំងរលាក់ពូស៊ុយគាត់ឃើញភ្លាមគាត់ញ័រដៃកាន់ចង្កូតសឹងតែមិនជាប់គាត់ទម្លាក់កង់នឹងរទេះចោលរួចក៏ស្ទុះរត់បោះជំហានវែងសំដៅទៅស្ពានត្រើយម្ខាងឲ្យអ្នកភូមិជួយព្រមទាំងស្រែកថាខ្មោចសក់វែងពោះធំលងគាត់លុះត្រាតែព្រឹកឡើងទើបអ្នកភូមិគេហ៊ានជូនគាត់ត្រឡប់មកកន្លែងកើតហេតុវិញដើម្បីប្រមូលយកកង់និងរទេះសាច់ជ្រូកដែលកំពុងតែដេកស្ដុកស្ដឹងនៅកណ្ដាលផ្លូវត្រឡប់ទៅផ្ទះវិញសាក់រៀបរាប់ចោះគាត់ក៏បានទាញរទេះគោឲ្យឈប់នៅចំពីមុខរោងមួយដែលមានភ្នក់ភ្លើងដុតនៅខាងមុខគាត់ងាកសម្លឹងមកមើលខ្ញុំដែលកំពុងអង្គុយស្រមើស្រមៃរួចក៏បានពោលឡើងថាដល់ហើយអាលើបនោះឪឯងកំពុងអង្គុយលើកៅអីនៅខាងក្នុងរោងឯណោះខ្ញុំស្ទុះចុះពីលើរទេះលោតដល់ដីព្រឹបនិងពោលពាក្យអរគុណទៅកាន់អ៊ំសាក់យ៉ាងរហ័សខ្ញុំដើរសំដៅទៅរកពុកដែលកំពុងអង្គុយជជែកគ្នាជាមួយនឹងអ្នកភូមិម្នាក់ខណៈដែលឈានជើងចូលទៅដល់មាត់រោងភ្នែកខ្ញុំក៏បានក្រឡេកឃើញរូបថតមួយដែលគេដាក់តាំងនៅចំពីមុខមឈូសភ្លាមនោះបេះដូងរបស់ខ្ញុំស្ទើរតែលោតខុសចង្វាព្រោះសុំរូបថតនោះគឺជាអាគុណមិត្តរួមថ្នាក់របស់ខ្ញុំទោះបីជាយើងមិនសូវជាស្និទ្ធស្នាលគ្នាក៏ពិតមែនប៉ុន្តែខ្ញុំនៅចាំវាបានយ៉ាងច្បាស់ទន្ទឹមនឹងនេះដែរពុកក៏បានងាកមកឃើញខ្ញុំល្មមរួចគាត់ក៏បានសួរទាំងសំឡេងស្ងួតថាអាលើបហើយមកដល់តាំងពីអង្កាលនឹងបាទទៅមកដល់មិញតើពុកអ៊ំសាក់គាត់ជូនមកហើយម៉ែគាត់ឲ្យមកហៅពុកឯងត្រឡប់ទៅផ្ទះវិញពុកដកដង្ហើមធំបន្តិចរួចអង្គុយចុះពុកសម្រាប់ឲ្យបាត់ហត់សិនទើបនឹងរួចដៃអំបញ្ញមិញទេអំឡុងពេលដែលខ្ញុំកំពុងអង្គុយលេងក្បែរជើងរបស់ពុកនោះភ្នែកក៏បានប្រទះឃើញអាជីនដើរចូលមកក្នុងរោងជាមួយពូចកឪរបស់វាអាជីតវាស្លៀកពាក់ស្អាតបាតខុសដាច់ពីសភាពដែលខ្ញុំបានឃើញកាលពីល្ងាចមិញ
ខ្ញុំស្ទុះវឹងរត់ទៅសួរវាថាហើយល្ងាចមិញកាលនៅបងឈុកបាត់ទៅណាមិនក៏លឿនម្ល៉េះអញខំសម្លឹងរកមើលដែរតែមិនឃើញហែងសោះអាជាតិវាធ្វើមុខភ្លឺភ្លឺជ្រួញចិញ្ចើមសម្លឹងមកមើលខ្ញុំហាក់ដូចជាស្ដាប់មិនបានយល់នៅអ្វីដែលខ្ញុំកំពុងនិយាយឈុកអីគេប្រឡាក់ភក់អីគេអញស្ដាប់មិនយល់ទេអានេះល្ងាចមិញអញនៅផ្ទះជាមួយនឹងពុកអញទេតើមិនបានចេញទៅលេងឯណាទេមិនជឿសួរគាត់ទៅអញសង្ស័យតែខ្មោចលងហែងទេអាលឹបខ្ញុំឮវាឆ្លើយបែបនេះខ្ញុំក៏ចាប់ផ្ដើមព្រឺសម្បុរខ្ញាតាំងពីកញ្ចឹងករហូតដល់ចុងជើងប្រកាសណាស់អ្វីដែលខ្ញុំបានឃើញនៅមាត់បឹងឈូកគឺជារូបរាងរបស់វាច្បាស់ថែមទាំងបានជជែកគ្នាទៀតផងក្នុងចិត្តក៏ចាប់ផ្ដើមគិតថាតិចលោខ្មោចលងមែនទេដឹងកំពុងតែឈរមិនតាន់ទាំងអស់ចិត្តផងស្រាប់តែលោកតាអាចារ្យដែលស្លៀកពាក់សនិងកាន់សៀវភៅធម៌ស្ទុះមកប្រាប់មិញរំនិងពូជន់ដែលជាឪពុកម្ដាយរបស់សពអាគុណរួមទាំងសាច់ញាតិថាសាកសពនេះមិនអាចបូជាបានទេព្រោះមិនបានឃើញប្រលឹងនៅទីនេះទេទំនងប្រហែលជានៅមាត់បឹងឈូកកន្លែងដែលវាលងទឹកស្លាប់នោះហើយនិយាយអីចឹងបានអញ្ជើញគ្រូធ្វើពិធីអន្តងប្រលឹងវាមកផ្ទះហើយឬនៅមិញរំដែលកំពុងតែយំហើភ្នែកកាន់កន្សែងជូតទឹកភ្នែកជោកព្រមទាំងឆ្លើយដោយសំឡេងខ្សៅថាដូចជានៅទេលោកតាអាចារ្យក៏ងក់ក្បាលរួចក៏បញ្ជាក់ទៀតអញ្ចឹងគឺមិនតាន់អាចបូជាបានទេចាំស្អែកសិនចុះលុះព្រឹកឡើងឪពុកម្ដាយរបស់អាគុណរួមមានសាច់ញាតិក៏បានទៅរកគ្រូឲ្យគេបូលមើលលទ្ធផលដែលចេញមកគឺដូចជាពាក្យដែលលោកតាអាចារ្យគាត់និយាយមិនខុសមែនពួកគាត់ក៏បានអញ្ជើញគ្រូនោះឲ្យទៅជួយសូត្រមន្តអន្តងប្រលឹងហៅអាគុណត្រឡប់មកវិញប៉ុន្តែគ្រូប្រាប់ថាត្រូវធ្វើនៅពេលយប់ទើបមានប្រសិទ្ធភាពរឿងនេះខ្ញុំក៏មិនសូវដឹងច្បាស់ទេគ្រាន់តែឮពុកគាត់ប្រាប់បន្តប៉ុណ្ណោះរហូតដល់ល្ងាចដដែលនោះពិធីបន្សាប់អាគុណក៏បានចាប់ផ្ដើមខ្ញុំឈរសម្លឹងផ្សែងភ្លើងដែលកំពុងតែហុយពីលើមែនក្នុងចិត្តនឹកគិតថាប្រហែលជាអាគុណវាចង់ឲ្យខ្ញុំមកប្រាប់ពុកម៉ែវាហើយទើបវាបន្លំខ្លួនធ្វើជាអាជាតិបែបនេះតែខ្ញុំនៅតែឆ្ងល់ថាម៉េចក៏វាមិនព្រមបង្ហាញខ្លួនជារូបរាងពិតមកនិយាយជាមួយខ្ញុំតែម្ដងទៅប៉ុន្តែពេលគិតម្ដងទៀតទៅប្រសិនបើវាបង្ហាញខ្លួនជារូបរាងវាពិតមែនខ្ញុំមិនដឹងជាអាចទទួលយកបានឬអត់ទេឮតែគេនិយាយថាសពវាមានសភាពហើមស្លេកហូរទឹកតាមភ្នែកនិងតាមត្រចៀកមើលទៅគួរឲ្យខ្លាចណាស់សំណាងដែលវាមកជារូបរាងអាជាតិស្អាតបាតណាមួយខ្ញុំក៏មិនសូវខ្លាចខ្មោចប៉ុន្មានដែរគុំអីប្រហែលជាលុះប្រលឹងស្លាប់នៅមាត់បឹងឈូកនោះបាត់ទៅហើយផ្សែងហុយខ្មួលខ្មាញ់ចេញពីទីបច្ឆាបានហើរតាមខ្យល់ជំនោរពេលល្ងាចបក់មកកាន់ទិសដែលខ្ញុំកំពុងតែឈរមើលក្លិនឆ្អាបតិចលាយឡំជាមួយនឹងក្លិនអុសធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាដកដង្ហើមមិនសូវជាស្រួលប៉ុន្មានឡើយងាកទៅមើលមែនដុតខ្មោចដែលធ្វើអំពីដើមចេកដែលខ្ញុំធ្លាប់តែអង្គុយពីលើកាលពីម្សិលមិញឥឡូវនេះត្រូវបានលេបត្របាក់ដោយភ្លើងម្ដងបន្តិចរហូតដល់របេះធ្លាក់ស្រទាប់ដែលឆេះខ្លោចមកលើដីពុកបានដើរមកជិតខ្ញុំរួចដាក់ដៃពីលើស្មាព្រមទាំងពោលដោយសំឡេងធ្ងន់ថាតោះអាលឹបត្រឡប់ទៅផ្ទះវិញគេដុតរួចរាល់ហើយបាទរឿងរបស់យើងក៏សន្មតថាចប់នៅតែត្រឹមនេះទៅចុះជាចុងក្រោយក៏សូមខន្តីអភ័យទោស
រាល់ការប្រើប្រាស់ពាក្យពេចន៍ឆ្គងណាមួយដោយមិនបានព្រៀងទុកពីខ្ញុំអន្តកាលវាយោជួបពុកម៉ែបងប្អូននៅវីដេអូបន្តបន្ទាប់ទៀត